ទស្សនិកជនជាទីគោរពប្រហែលជានៅចាំបានថ្ងៃម្សិលមិញយើងមានការផ្សាយបែបសង្ខេបតាក់ទងជាមួយនឹងបញ្ហាចោលឆក់ជនបរទេសចារឿងទី1លោក Chris ដែលជាអ្នកផលិតមាតិកាក្រៅប្រទេសហ្នឹងគឺបានបញ្ចប់ទៅដោយរលូនហើយក៏ប៉ុន្តែមានរឿងឆក់មួយមានរឿងលួចចារឿងលួចកាបូបរបស់ជនបរទេសមួយដែរដែលកើតមាននៅក្នុងផ្សារទូទៅពុំរឿងហ្នឹងខ្ញុំឃើញបងប្អូនគាត់បញ្ចេញមតិយោបល់នៅក្នុងបណ្ដាញសង្គមច្រើនអញ្ចឹងថ្ងៃនេះខ្ញុំចង់ពលាតរឿងហ្នឹងឲ្យបងប្អូនបានជ្រាបកាន់តែច្បាស់បន្តិចដោយសារតែអត្ថបទដែលក្រុមការងារខ្ញុំគាត់ធ្វើហ្នឹងគាត់ដាក់ចំណងជើងថាបញ្ជូនខ្លួនស្ត្រីអ្នកលក់អនឡាញម្នាក់ទៅតុលាការករណីលួចប្រាក់ជនបរទេស$3,700នៅក្នុងផ្សារទូទៅពុំកន្លែងពាក្យថាអ្នកលក់អនឡាញនឹងធ្វើឲ្យបងប្អូនទស្សនិកជនមួយចំនួនគឺគាត់ផ្ដោតសំខាន់ទៅលើអ្នកលក់អនឡាញល្បីៗនៅក្នុងប្រទេសរបស់យើងប្រហែលអ្នកហ្នឹងក៏ប៉ុន្តែរឿងនេះគឺមិនដូច្នោះទេចាបានន័យថាស្ត្រីម្នាក់ហ្នឹងគឺគាត់ជាបុគ្គលិករបស់អ្នកលក់អនឡាញម្នាក់ចាប៉ុន្តែគាត់អត់បានបញ្ជាក់ថាតើអ្នកលក់អនឡាញឈ្មោះអីនៅកន្លែងណាលក់របស់អីក៏អត់ទេប៉ុន្តែគាត់គឺគ្រាន់តែជាបុគ្គលិករបស់អ្នកលក់អនឡាញរៀបចំអវ៉ាន់ដឹកអវ៉ាន់អីអញ្ចឹងទៅហើយថ្ងៃកើតហេតុហ្នឹងចេះបើនិយាយពី background របស់គាត់ដែលក្រុមការងាររបស់យើងស៊ើបសួរសមត្ថកិច្ចជំនាញហ្នឹង background របស់គាត់ហ្នឹងមិនមែនជាចោលទេបានន័យថាមុខរបរគាត់សុចរិតទេជាអ្នកលក់អនឡាញទេក៏ប៉ុន្តែថ្ងៃកើតហេតុហ្នឹងខ្ញុំចង់ប្រាប់ថាថ្ងៃកើតហេតុនៅក្នុងផ្សារទូទៅពុំហ្នឹងគឺថ្ងៃ2ខែមិនិនាថ្ងៃកើតហេតុដែលគាត់យកកាបូបហ្នឹងបានន័យថាមានបរិសុជនជាតិអេត្យូពីម្នាក់ដែលគាត់ទៅទិញខោអាវនៅក្នុងផ្សារទូទៅពុំហ្នឹងអញ្ចឹងពេលហ្នឹងគាត់ប្រហែលជាទិញខោអាវហើយគាត់ត្រូវលខោអាវអញ្ចឹងអាកាបូបស្ពាយរបស់គាត់ហ្នឹងគាត់ក៏បានដោះកាបូបស្ពាយហ្នឹងដាក់នៅលើធ្នើកន្លែងលក់ខោអាវហ្នឹងអញ្ចឹងនារីដែលមានឈ្មោះថាអលច័ន្ទនារីអាយុគាត់37ឆ្នាំហ្នឹងគាត់ក៏ទៅទិញខោអាវដែរគាត់ទៅទិញខោអាវដែរគាត់ទៅដើរដល់តូបខាងលើហ្នឹងដល់ទៅពេលហើយបានន័យថាគាត់មិនមែនចោលទេប៉ុន្តែគាត់ឃើញគេដាក់កាបូបប្រហែសក៏គាត់ក៏កើតចិត្តលួចអញ្ចឹងគាត់លួចហ្នឹងលួចមិនគាត់មិនមែនលួចឆក់កាបូបហ្នឹងរត់ទេបានន័យថាចៃដន្យជនបរទេសនៅកំពុងតលខោអាវឬគាត់លួចបើកាបូបយកតលុយទេយកតលុយទេហើយគាត់ក៏គេខ្លួនបាត់ទៅហើយជនបរទេសហ្នឹងគាត់អត់ដឹងថាគាត់បាត់លុយទេពេលដែលគាត់លកអាវលុយហើយគាត់ក៏ស្ពាយកាបូបហ្នឹងត្រឡប់ទៅដល់ត្រឡប់ចេញពីផ្សារទៅគាត់ស្រាប់តែបើកមកគាត់អត់មានលុយគាត់បាត់លុយគាត់$3,700នោះបាត់ខ្ទេចអញ្ចឹងទៅគាត់ក៏មកដាក់ពាក្យដាក់ពាក្យប្តឹងសមត្ថកិច្ចនៅខាងផ្សារទូទៅពុំអីអញ្ចឹងទៅហើយក៏មានដំណោះស្រាយពីខាងប្រទេសប៉ូលីសបរទេសអីអញ្ចឹងទៅក៏ចាប់គាត់បាននៅ10ថ្ងៃក្រោយសមត្ថកិច្ចខ្មែរយើងហ្នឹងសហការគ្នាជាមួយអ្នកជំនាញផ្សេងៗហ្នឹងចាប់គាត់បាន10ថ្ងៃក្រោយអញ្ចឹងចាប់គាត់បាននៅថ្ងៃទី12ចាប់គាត់បានហើយនាំគាត់មកធ្វើសកម្មភាពហើយនឹងសួរចម្លើយគាត់1 2 3អីអញ្ចឹងទៅហើយថ្ងៃទី17ហ្នឹងគាត់បានត្រូវបានបញ្ជូនទៅសាលាដំបងដើម្បីចាត់ចែងតាមនីតិវិធីអញ្ចឹងរឿងប៉ុណ្ណឹងឯងចឹងត្រឡប់មកវិញនៅតែលួចដដែលចាលួចដដែលគាត់ចង់និយាយថាគាត់អត់មានប្រវត្តិធ្លាប់លួចទេចឹងនិយាយចឹងហ៎ចាអញ្ចឹងគាត់លួចនៅពេលនេះដោយសារតែឃើញកាបូបគេនឹងដូចធ្វេសប្រហែសពេកតំណងប្រហែសជាគាត់ឃើញលុយឃើញអីទីបំផុតចម្លើយហ្នឹងគឺនៅតែជាប់ដដែលព្រោះគាត់លួចអញ្ចឹងបានដូចរឿងនេះស្តៀងរឿងដែលកលនៃចោលឆក់ទូរស័ព្ទនៅមុខផ្សារដើមថ្កូវផ្សារបឹងតពុនលើផ្លូវ271ពេលឆក់បានហើយឬអីគេចាប់បានដែលចាប់បានសួរទៅចឹងដែរថាអត់ដែលមានប្រវត្តិលួចដូចតតែសោះចោះអីតតែសោះប៉ុន្តែនៅពេលហ្នឹងដោយសារតែឃើញម្ចាស់ទូរស័ព្ទហ្នឹងសម្ញែងតាមផ្លូវឬថតទៅ selfie ទៅឯងបង្ហាញទូរស័ព្ទទំនើបវាឃើញចឹងស្អប់អាម្ចាស់ទូរស័ព្ទហ្នឹងក៏ឆ្លៀតឆក់ទៅជាប់ដែរអញ្ចឹងនៅតែចោលឆក់ដដែលទៅអានោះគេថាឃើញសម្ញែងពេកឃើញឆ្វេងប្រហែសពេកចាអរគុណលោកសំនឿនលោកចាប់សំនឿនក្រុមការងារយើងដែរផ្នែកកាមេរ៉ាម៉ាន់ក៏ឆ្លើយថាសមត្ថកិច្ចនៅក្នុងផ្សារទូទៅពុំអាជ្ញាធរមូលដ្ឋានសហការជាមួយនឹងនាយកដ្ឋាននគរបាលទេសចរបាទចាប់ពួកគាត់ជាជនបរទេសហើយប៉ូលីសទេសចររឿងប៉ូលីសទេសចរចាបាទអញ្ចឹងចង់ប៉ូលីសណាដែរឲ្យតែចាប់បានសំខាន់ប្រជាពលរដ្ឋចង់បាន
តែពេលរឿងថាតែមិនហើយបើក្រាបបាត់ល្មើសមានប្រសិទ្ធភាពប៉ុណ្ណា ចាខ្ញុំសូមសរសើរដែរសមត្ថកិច្ចយើងឥឡូវគឺថាតកតងចៅឬចៅឆក់ចៅប្លន់ហ្នឹងអត់មានយូរទេគឺធ្វើបានអានេះហើយគឺជាការបានន័យថាយើងធ្វើសកម្មភាពពិតដើម្បីបន្សាបព័ត៌មានដែលមិនល្អ ចឹងបងប្អូនយើងបើសិនជាបង្ហាញថាខ្លួនឯងពិតជាមនុស្សស្អាតស្អំមនុស្សស្មោះត្រង់កុំទៅលោភលន់ជាមួយនឹងទ្រព្យអ្នកដទៃទោះបីគេភ្លេចក្តីប៉ុន្តែបើសិនជាភ្លេចមានចិត្តប៉ុណ្ណេះបានតិចលើមានអាណាមួយឃើញរបស់គេទុកចោលចឹងទៅយកទៅបាត់គ្នាអត់ដឹងអញ្ចឹងទៅយើងអាចទៅថានេះបងប្អូនរបស់ពីណាគេនេះទុកទៅប្រហែលណាមើលប្រយ័ត្នយាយជួយអញ្ចឹងទៅឬក៏បើសិនជាតែបើបានជារបស់នេះយកទៅឲ្យសមត្ថកិច្ចឲ្យអីអាហ្នឹងកាន់តែល្អទៅទៀតបង្ហាញអំពីណែជនជាតិរបស់យើងទៅដល់ណែភ្ញៀវទេសចរបរទេសគេកោតសរសើរអំពីចរិតរិទ្ធពាណែភាពស្មោះត្រង់អីហ្នឹងអាហ្នឹងប៉ុណ្ណឹងទៅវាអត់អីតែគាត់ណាកុំឲ្យទៅចាប់បានហើយបានទៅសារភាពថាមិនដែលសោះហ្មងទំលើកទី1នឹងតែបងអាទី1នេះជាប់ហ្មង នំក្តៅដែរ